រឿងកូនខ្មោចចិត្តល្អនៅក្នុងព្រៃដ៏ស្ងាត់ជ្រងំមួយកន្លែងដែលនៅឆ្ងាយពីភូមិតែងដើម្បីថាមានខ្មោចកូនក្មេងចេញមកលងជាប្រចាំធ្វើឲ្យអ្នកដើរព្រៃមួយចំនួនលែងហ៊ានដើរចូលព្រៃតទៅទៀតព្រោះខ្លាចខ្មោចកូនក្មេងហើយខ្មោចកូនក្មេងក៏មិនមែនមានតែមួយដែរគឺមានច្រើនណាស់ហើយបើតាមអ្នកភូមិប្រាប់មកថាកាលពីប្រមាណឆ្នាំមុនមានគេយកកូនក្មេងប្រហែលជា10នាក់ទៅសម្លាប់ចោលក្នុងព្រៃដោយសារតែឪពុកមានទោសបទឧក្រិដ្ឋដូច្នោះហើយត្រូវសម្លាប់ទាំងគ្រួសារក្នុងនោះមានកូនក្មេងតូចធំជាច្រើនមិនតែប៉ុណ្ណោះថែមទាំងមានទារកទើបនឹងកើតមិនបាន1ឆ្នាំទៀតផងសម្រាប់អ្នកនៅស្រុកឆ្ងាយខ្លះក៏បានដឹងខ្លះទៀតក៏មិនបានដឹងទើបមានអ្នកខ្លះដែលចូលមកក្នុងព្រៃបំរុងនឹងកាប់ព្រៃឈើមានតម្លៃត្រូវកូនខ្មោចទាំងអស់នោះលងស្ទើរតែរត់ប្រះអាយុមិនទាន់ទៅហើយចៃដន្យអីថ្ងៃនេះសីហៈនិងកែវដែលជាបងប្អូននឹងគ្នាទើបត្រឡប់មកពីធ្វើការនៅស្រុកខាងជើងមកលេងស្រុកកំណើតដែលជាស្រុកខាងត្បូងខានមកស្រុកតែប្រហែលឆ្នាំម្ដេចក៏ព្រៃនេះស្ងាត់ខ្លាំងម្ល៉េះហ៎បាត់ពូព្រានព្រៃអស់រលីងតែម្ដងនេះសំបីតែផ្ទះក៏គ្មានមនុស្សនៅដែរកែវដែលជាបងប្រុសនិយាយឡើងមកគណៈសីហៈដែលជាប្អូនប្រុសកំពុងកាន់ចន្លោះក្នុងដៃដើរមើលឆ្វេងមើលស្ដាំមិនឈប់បងកែវខ្ញុំថាព្រៃនេះដូចជាចម្លែកយ៉ាងមិនដឹងទេបងសីហៈឈោកាន់ចន្លោះនៅត្រឹងមួយកន្លែងនៅត្រង់ខាងឆ្វេងដៃនោះមេឃងងឹតស្លុបព្រោះជាខែរណូចក៏ពិតមែនតែពន្លឺភ្លើងចន្លោះចេញពីដៃរបស់គេអាចជួយឲ្យគេមើលឃើញព្រាលនៅស្រមោលតូចកំពុងតែរត់ប្រសេកប្រសាចសីហៈព្រឺរំខ្ញាក់ហើយងាកមកវិញយ៉ាងលឿនលេងមាត់លេងកទៀតចង់ប្រាប់បងប្រុសដែរតែខ្លាចគាត់ថាស្រមើស្រមៃតែខ្លួនឯងអញ្ចឹងហើយមានតែសំងំស្ងៀមសិនទៅលើកនេះយើងសម្រេចចិត្តថាលេងទៅធ្វើការឆ្ងាយទៀតហើយនឹងលុយសន្សំដែលពួកយើងមានល្មមនឹងសង់ផ្ទះថ្មីឲ្យម៉ែនៅស្រួលបានហើយភាពជាកូនកតញ្ញូមាននៅក្នុងចិត្តបងប្អូនពួកគេទាំងពីរមិនដែលដាច់នោះទេទោះពួកគេធ្វើការនៅឆ្ងាយតែមិនធ្លាប់ភ្លេចគិតដល់ម្ដាយដែលនៅឯស្រុកកំណើតជាមួយនឹងប្អូនស្រីឡើយសំលេងសម្រាប់ជើងតង់កិច្ចនឹងស្លឹកឈើធ្វើឲ្យបងប្អូនគេត្រូវឈប់នៅស្ងៀមកែវងាកទៅសួរសីហៈដែលជាប្អូនប្រុសដោយសំលេងតិចថាមានមនុស្សកំពុងដើរតាមក្រោយយើងសីហៈគ្រាន់តែលឺបែបនេះក៏ញ័រជើងទៅហើយព្រោះគេច្បាស់ហើយថាស្រមោលតូចដែលរត់ស្រសេកប្រសាចក្នុងទីងងឹតនោះជាការពិតមែនយើងគួរធ្វើម៉េចទៅបងសីហៈសួរដើរបន្តកុំងាកក្រោយទោះលឺសំឡេងអ្វីក៏ដោយកែវនិយាយប្រាប់ប្អូនសីហៈក៏បានសួរទៅបងថាយើងគួរធ្វើម៉េចទៅបងកែវក៏បានប្រាប់ប្អូនថាដើរបន្តកុំងាកក្រោយសោះកុំងាកក្រោយទោះឮសំឡេងអ្វីក៏ដោយពួកគេទាំងពីរដើរទៅមុខមិនងាកក្រោយមែនតែដើរបានមួយសន្ទុះក៏ត្រូវឈប់ទៅវិញព្រោះតែមានអ្វីម្យ៉ាងកំពុងតែពាំងផ្លូវដើររបស់គេពួកគេភ្ញាក់សឹងតែក្រវែងចង្គៀងគោមក្នុងដៃចោលទាំងពីរនាក់ទៅហើយព្រោះតែមានទារកតូចមួយកំពុងតែវានៅលើដីហើយពេលងើបក្បាលមកនោះទើបដឹងថាជាទារកខ្មោចនោះមានធ្មេញស្រួចផ្នែកទាំងពីរក៏មិនមានហាក់ដូចជាត្រូវអ្នកណាខ្វះយកទៅបាត់អញ្ចឹងទារកខ្មោចវាមកកាន់តែចិត្តទៅហើយសំឡេងស្រែកយំយ៉ាងគួរឲ្យព្រឺព្រួយនឹងកងរំពងពេញព្រៃរបស់ទារកនេះធ្វើឲ្យកែវនិងសីហៈប្រញាប់រត់ទៅក្រោយជាប្រញាប់ប៉ុន្តែរត់ទៅក្រោយមិនបានប៉ុន្មានផងក៏ត្រូវជួបនឹងអ្វីថ្មីមួយទៀតដែលលើកនេះសាហាវជាងលើកមុនទៀតព្រោះតែមានក្មេងប្រុស2នាក់និងក្មេងស្រីម្នាក់កំពុងតែតោងដាំឈើដាំក្បាលចុះមកក្រោមពួកគេទាំង3សុទ្ធតែជាខ្មោចដែលត្រូវខ្វេះភ្នែកទាំងអស់ហើយឃើញគួរឲ្យព្រឺព្រួយជាខ្លាំង
រំពេចនោះពួកគេក៏ស្រាប់តែហក់ចុះមកហើយរត់ដេញកែវនិងសីហៈតែម្ដងកែវនិងសីហៈត្រូវសម្រេចចិត្តរត់ទៅមុខវិញលែងបកក្រោយទៀតហើយព្រោះនៅខាងមុខមានត្រឹមតែទារកខ្មោចប៉ុណ្ណោះមិនសូវខ្លាំងក្លាដោយខ្មោចកូនក្មេងគ្មានភ្នែកទាំង3នោះទេខណៈដែលកំពុងរត់ពួកគេស្ដាប់ឮសូរសំឡេងសាច់ខ្លាំងៗកងរំពងពេញព្រៃទៅហើយសម្រាប់ជើងរត់របស់កូនខ្មោចទាំងនោះមកតាមពួកគេពីខាងក្រោយទៀតផងពីខាងស្ដាំផងនិងខាងឆ្វេងផងឥតដាច់សោះឡើយពួកគេក៏រត់មកដល់ផ្លូវទាល់ដែលធ្វើឲ្យពួកគេដឹងថាកំពុងវង្វេងផ្លូវច្បាស់ណាស់ខណៈពេលនេះដែរស្រាប់តែលេចនៅវត្តមានរបស់កូនក្មេងម្នាក់ទៀតដែលកំពុងឈរនៅផ្លូវទាល់នោះប៉ុន្តែសភាពរបស់ក្មេងម្នាក់នេះហាក់ដូចជាមិនមែនជាខ្មោចសោះឡើយមកតាមខ្ញុំមកខ្ញុំនឹងជួយពូទាំងពីរក្មេងនោះនិយាយនឹងដើរមកដឹកដៃរបស់កែវនិងសីហៈឲ្យរត់កែវនិងសីហៈក៏មិនដឹងជាជ្រើសផ្លូវអ្វីទើបមានតែរត់ទៅតាមការនាំផ្លូវរបស់ក្មេងប្រុសតូចអាយុប្រហែលជា7ឆ្នាំម្នាក់នេះទៅទោះក្នុងចិត្តកំពុងឆ្ងល់ថាក្មេងនេះជាខ្មោចឬជាមនុស្សក៏ដោយរត់បានមួយសន្ទុះក៏មកដល់ផ្លូវចេញដែលពួកគេអាចដឹងបានថានេះជាផ្លូវចូលភូមិហើយសំឡេងក្មេងស្រែកនិងសើចដែលឮសូរកងរំពងពេញព្រៃក៏ត្រូវបានបាត់ទៅវិញចំណែកឯក្មេងប្រុសចិត្តល្អនេះក៏និយាយមកកាន់ពួកគេទាំងពីរថាពូទាំងពីរជាមនុស្សមានកតញ្ញូនិងជាមនុស្សល្អខ្ញុំមិនព្រមឲ្យពួកគេធ្វើបាបពូឡើយខ្ញុំក៏ជាកូនខ្មោចដែលវិញ្ញាណវិលវល់នៅក្នុងព្រៃនេះដែរតែពេលនេះជាថ្ងៃដែលខ្ញុំទៅចាប់ជាតិហើយពួកគេទាំងនោះសុទ្ធតែជាបងប្អូនរបស់ខ្ញុំតែពួកគេត្រូវបានខ្វេះភ្នែកចេញមុនពេលត្រូវសម្លាប់ចំណែកឯខ្ញុំមិនត្រូវបានខ្វេះភ្នែកទេខ្ញុំមិនដឹងថាមិនដែរតែខ្ញុំជឿថាមកពីខ្ញុំមានបុណ្យពីជាតិមុនពូអរគុណណាស់ក្មួយដែលខំជួយពូសូមក្មួយទៅចាប់ជាតិដោយសុខសាន្តណាកែវនិងសីហៈញញឹមនិងអរគុណដល់កូនខ្មោចចិត្តល្អមុនពេលដែលកូនខ្មោចនោះបាត់ទៅតាមខ្យល់ដោយមិនភ្លេចញញឹមដាក់ពួកគេជាការលានោះទេរឿងហេតុក្នុងព្រៃនេះបានធ្វើឲ្យពួកគេភ្លឺភ្នែកថាគ្មានអ្វីដែលអាចយកឈ្នះអំពើល្អបានទេកុសលផលបុណ្យនឹងជួយឲ្យមនុស្សជួបតែសេចក្តីសុខក៏មិនខុសពីកូនខ្មោចដែលធ្វើអំពើល្អនោះដែរទីបំផុតគេក៏បានទៅចាប់ជាតិលែងវិលវល់ជាវិញ្ញាណចាំព្រៃតទៅទៀតរឿងកូនខ្មោចចិត្តល្អក៏ចប់តែប៉ុណ្ណឹងសូមអរគុណសូមគោរពលា